កម៉ែបងប្អូនថ្ងៃនេះខ្ញុំមាន Infinix មួយគ្រឿងពុកម៉ែបងប្អូនដែលវាមានបញ្ហាជាប់កូដដៃនិងជាប់ Google Account ក៏ប៉ុន្តែសម្រាប់Infinix មួយគ្រឿងនេះគឺយើងធ្វើការដោះរួចរាល់ហើយពុកម៉ែបងប្អូនហើយនៅក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែចង់ប្រាប់ចំណុចសំខាន់មួយចំនួនពី Infinix មួយនេះហ្នឹងហើយសម្រាប់Infinix មួយនេះគឺវាមាន model Smart 8ពុកម៉ែបងប្អូនក៏ប៉ុន្តែយើងដោះជាមួយ model Smart 8គឺអត់បានទេគឺយើងដោះតាមនេះ model Infinix Hot 30i ពុកម៉ែបងប្អូនពេលដែលយើងធ្វើការដោះតាម Smart 30i គឺបាន ARP remove អូខេហើយសម្រាប់ model នេះគឺអញ្ចឹងពុកម៉ែបងប្អូនគឺអត់ដឹងមិនដែរបានវាដោះត្រូវហ្នឹងក៏ប៉ុន្តែសម្រាប់ model ផ្ទាល់ខ្លួនវាគឺវាដោះអត់បានឥឡូវយើងទៅសាកល្បងធ្វើសាកមើលពុកម៉ែបងប្អូនទោះបីតែវាធ្វើការដោះរួចរាល់អញ្ចឹងមែនក៏យើងអាចធ្វើតែបានពុកម៉ែបងប្អូនមកឥឡូវយើងសាកជាមួយ Smart 8វាវិញគឺខ្ញុំដោះមួយថ្ងៃអត់ចាញ់ដល់ពេលដោះតាម model Smart 30i ដោះចាញ់បានហ្នឹងអញ្ចឹងសម្រាប់វីដេអូអញ្ចឹងសម្រាប់វីដេអូមួយនេះគឺចង់និយាយតែប៉ុណ្្នឹងទេបងប្អូនអ្នកយើងយកអា Smart 8 ARP គឺវាអត់ស្គាល់ហ្មងណាឥឡូវទូរស័ព្ទយើងបិទសិនយើងបិទហើយយើងចុច Volume បូក Volume ដកដោយconnect USB ណាហើយចាំមើលកម្មវិធី Unlock Tool វាដោះបានអត់វាស្គាល់ទេបងវា connect USB ចាំមើលណាឥឡូវពុកម៉ែបងចាំមើលតើវាធ្វើការដោះបាននេះពុកម៉ែបងវាដើរក៏ប៉ុន្តែវាអត់បាននេះវាដើរអញ្ចឹងនេះវាដើរមកសោបគ្រប់អញ្ចឹងពុកម៉ែបងពេលដែលវាដើរអញ្ចឹងហើយគឺវានេះពុកម៉ែបងឃើញទេ fail ពុកម៉ែបងអញ្ចឹងសម្រាប់ Infinix Smart 8មួយនេះចង់បញ្ជាក់ថាដោះតាម Smart 8ឥតស្គាល់អត់បានទេពុកម៉ែបងក៏ប៉ុន្តែយើងអាចដោះបានmodel Hot 30i ពុកម៉ែបងនេះឥឡូវយើងសាកឥឡូវ model ហ្នឹងគឺយើងដោះអត់បានទេក៏ប៉ុន្តែទូរស័ព្ទហ្នឹងខ្ញុំដោះរួចហើយពុកម៉ែបងគឺយើងធ្វើការ remove វាហើយយើងគ្រាន់តែចង់ធ្វើវីដេអូបញ្ជាក់ពីព័ត៌មានហ្នឹងឥឡូវយើងយក Hot 30i remove ARP ណាហើយទូរស័ព្ទដូចជានៅជាប់ driver វាណាពុកម៉ែបងនៅជាប់ driver វាស្រាប់ចាំមើលវាដោះបានអត់ហើយយើងត្រូវបើសិនវាដោះអត់បានវាជឹងចុច connect volume វាណាពុកម៉ែបងឥឡូវយើងមើលសិនតើវាធ្វើការ remove ហ៎បើវាអត់ធ្វើការ remove យើង stop វាសិនពុកម៉ែបងយើងធ្វើការ stop វាសិនយើងចុចផ្ដាច់វាសិនយើងចុចផ្ដាច់ mode វាមួយសារសិនពេលដែលយើងចុចផ្ដាច់ mode វាហើយបានយើងចុច connect ម្ដងទៀតផ្ដាច់នេះដាច់យកបងអញ្ចឹងយើងយក remove ARP មើលវាបានទេ Hot 30i យើងយក model Hot 30i remove ARP មើលវាធ្វើការដោះហ៎វាជោគជ័យ 100% អត់នេះពុកម៉ែបងឃើញទេដល់ពេលយើងដាក់ model Hot 30i វាដោះបានអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងពុកម៉ែបងគឺចង់ប្រាប់ថា Infinix Smart 8ពុកម៉ែបងវាធ្វើការដោះលេខកូដដៃឬក៏ដោះ ARP តាម model Hot 30i ពុកម៉ែបងអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនជាចុងក្រោយកុំភ្លេចជួយចុច Subscribe Channel មួយផង Follow Page Like Share ដើម្បីជួបគ្នានៅវីដេអូក្រោយអរគុណជំរាបលា